ម្ចាស់ចំការគាត់មានបញ្ហាក៏ប៉ុន្តែចំពោះចំការនេះវិញការដាំដុះរបស់គាត់ពីដំបូងមិនបានទ្រាប់បាតដោយលាមកសត្វឬមួយក៏សារធាតុសរីរាង្គផ្សេងៗទេអញ្ចឹងវាងាយស្រួលនឹងកែបាទបាទជំរាបសួរបងខ្ញុំមកពីខាងក្រុមហ៊ុនជីសេរីរាង្គខ្មែរហើយម្ចាស់ចំការគាត់ឲ្យខ្ញុំរៀបចំជីហើយនឹងផ្ដល់បច្ចេកទេសមកខាងបងអញ្ចឹងទេឥឡូវនេះចង់សុំសួរបងថាទីតាំងនេះនៅកន្លែងណាហើយដូងនេះមានអាយុកាលប្រមាណហើយជួបបញ្ហាអីខ្លះបងសូមបងជួយជំរាបទៅបាទនៅឃុំត្រៃអញ្ចឹងស្រុកនំស្រួយខេត្តកំពង់ស្ពឺហើយដូងនេះដាំរយៈពេលបានជិត1ឆ្នាំហើយប៉ុន្តែវាកលវឹកនេះនឹងវាឡើងរូបដូងមានដូចមានជំងឺមិនទេឡើងក្រហមស្លឹកដល់ពេលអញ្ចឹងទៅគាត់ទេមកសួរខ្ញុំថាដូងមិនអើយថាបងឯងដូងក្រហមស្លឹកហើយបាទហ្នឹងហើយបាទក្រហមស្លឹកគាត់ថាបើក្រហមស្លឹកគាត់ទេទៅរោថ្នាំបាញ់ហើយបញ្ហាមានតែប៉ុណ្្នឹងបងបាទហ្នឹងហើយបងចាយើងខ្ញុំជួយជំរាបបងពីវិធីប្រើប្រាស់ដោយសារតែនៅក្នុងអាយុពី1ឆ្នាំទៅ4ឆ្នាំយើងត្រូវជីបាទសម្រាប់លូតលាស់បាទសម្រាប់លូតលាស់វាមានទាំងគោកមានទាំងទឹកបងបាទអញ្ចឹងជាមួយយើងទៅតាំងជីហ្មងបងបាទ